ទាំងអស់គ្នាធ្លាប់ឃើញយកមាន as អត់ហើយតើយកមាន as ហ្នឹងអត្ថន័យរបស់វាបែបណាការប្រើប្រាស់វាបែបណាចឹងឥឡូវថ្ងៃហ្នឹងទីចូលមកបរៀនតាក់ទងទៅនឹង possessive pronoun វិញម្ដងចឹងឥឡូវមកមើលការប្រើប្រាស់ចឹង a possessive pronoun tell who owns something it replaces the noun so you do not use another noun after it ចឹងតាក់ទងទៅនឹង possessive pronoun ហ្នឹងគឺនិយាយតាក់ទងទៅនឹងកម្មសិទ្ធិហើយតមកទៀតភាគច្រើនយើងប្រើប្រាស់ possessive pronoun ហ្នឹងតែឯងទេអត់មាន noun នៅខាងក្រោយពាក្យហ្នឹងទៀតទេចឹងតើ possessive pronoun ហ្នឹងមានអីខ្លះតើឥឡូវទីឈប់មកតាមតាក់ទងទៅនឹង subject ហើយនឹង possessive pronoun ចឹង subject យើងធ្លាប់ដឹងហើយថា subject មាន7មាន I មាន you មាន we មាន they មាន he មាន she ហើយនឹងមាន it ហើយខាងនេះគឺជា possessive pronoun ចឹង possessive pronoun I ទៅជា mine បកថារបស់ខ្ញុំ you ទៅជា yours របស់អ្នក we ទៅជា ours របស់ពួកយើង they ទៅជា theirs របស់ពួកគេ he ទៅជា his របស់គាត់អញ្ចឹង she ទៅជា hers របស់នាង it ទៅជា its របស់វាតោះឥឡូវមកមើលខាងឧទាហរណ៍វិញម្ដងទី1គឺ this is mine មានថានេះគឺជារបស់ខ្ញុំឧទាហរណ៍ទីច្រើននិយាយតាក់ទងត្រង់ my book អញ្ចឹង my book មានន័យថាសៀវភៅរបស់ខ្ញុំដែរត្រូវអត់ហើយ my គឺជាអីគឺជា possessive adjective ប៉ុន្តែបើសិនបើទីច្រើននិយាយតាក់ទងទៅនឹង possessive pronoun គឺទីច្រើនប្រើ mine របស់ខ្ញុំដូចគ្នាកម្មសិទ្ធិដូចគ្នា example 2 the pen is yours មានថា big ហ្នឹងគឺជារបស់អ្នកចឹងថា this is your pen អូខេហើយទី3 the classroom is ours បន្ទប់រៀនហ្នឹងគឺជារបស់ពួកយើងចឹងចំពោះឧទាហរណ៍បាទទីចឹងមានតែប៉ុណ្្នឹងទេទីចង់ឲ្យអ្នកទាំងគ្នាបង្កើត example yes តាក់ទងទៅនឹង possessive pronoun នៅខាងក្រោម comment ឲ្យ teacher goodbye everyone